គ្រាន់តែរួមមួយសន្លឹករបស់កីឡាករ Cristiano Ronaldo ទើបតែបង្ហោះមានតម្លៃដល់ទៅរាប់រយលានដុល្លារនៅលើប្រព័ន្ធបណ្ដាញសង្គមអ៊ីនធឺណិតកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនបន្ទាប់ពីកីឡាករ Cristiano Ronaldo បានបង្ហាញរូបភាពដ៏កម្រនៅឃ្លាំងរថយន្តរបស់ខ្លួនតោះអញ្ចឹងកុំឲ្យខាតពេលថ្ងៃនេះ admin នឹងលើកយករូបមួយសន្លឹកដែល Ronaldo បានបង្ហោះដើម្បីរៀបរាប់អំពីរថយន្តដែលមាននៅក្នុងរូបនោះថាជា model អ្វីខ្លះហើយមានតម្លៃប៉ុន្មានរថយន្តទី1ផ្ដើមចេញពី Bugatti Chironto DHE ពណ៌សដែលជារថយន្ត hypercar កម្របំផុតនៅក្នុងពិភពលោកដែលផលិតមកត្រឹមតែ10គ្រឿងប៉ុណ្ណោះគោលបំណងនៃការផលិតរថយន្តនេះគឺដើម្បីអបអរខួប110ឆ្នាំរបស់ brand Bugatti សម្រាប់រថយន្តមួយនេះបានបំពាក់មកជាមួយម៉ាស៊ីនចំណុះ8 Check Solid Quad Turbo អាចផលិតកម្លាំងបានរហូតដល់1600សេសនិងអាចបើកបរល្បឿនអតិបរមាបានរហូតដល់380គីឡូម៉ែត្រក្នុង1ម៉ោងចំពោះតម្លៃវិញ Bugatti Chironto DHE នេះមានតម្លៃប្រហែល9លានដុល្លាររថយន្តទី2 Ferrari Daytona SP3 រថយន្តនេះស្ថិតនៅក្នុងខ្សែស្រឡាយ Icona ស៊េរីដ៏ពិសេសរបស់ Ferrari ផលិតមកជាមួយចំនួនកំណត់ត្រឹមតែ599គ្រឿងប៉ុណ្ណោះFerrari Daytona SP3 នេះបានប្រើប្រាស់ម៉ាស៊ីនចំណុះ6 Check 5 លីត្រ V12 Natural Aspirate អាចផលិតកម្លាំងបានរហូតដល់840សេសនិងបានប្រើប្រាស់ភាសារចនាបថបែប Retro Futuristic ចំពោះតម្លៃតាមការប៉ាន់ស្មានរថយន្តនេះមានតម្លៃ 2.25 លានដុល្លាររថយន្តទី3 Bugatti Veyron Grand Sport Vitesse សម្រាប់រថយន្ត Bugatti មួយនេះគឺស្ថិតនៅក្នុងត្រកូលរថយន្ត Bugatti ដ៏ល្បីល្បាញដែលវាបានបំពាក់មកជាមួយម៉ាស៊ីនចំណុះ8 Check Solid អាចផលិតកម្លាំងបានរហូតដល់1200សេសអាចចន្ទស្ទុះពី0ដល់100គីឡូម៉ែត្រក្នុង1ម៉ោងប្រើពេលតិចជាង 2.5 វិនាទីចំពោះតម្លៃរបស់រថយន្ត Bugatti Veyron Grand Sport Vitesse នេះមានតម្លៃចន្លោះពី3លានដល់ទៅ 3.8 លានដុល្លាររថយន្តទី4 Ferrari Puro Sangue បាននេះពីរថយន្ត Ferrari Puro Sangue ជារថយន្ត SUV ទ្វារ4ដំបូងរបស់ Ferrari ដែលបានបំពាក់មកជាមួយម៉ាស៊ីន V12 Natural Aspirate អាចផលិតកម្លាំងបានរហូតដល់725សេសលក្ខណៈពិសេសរបស់រថយន្តនេះគឺការរចនាមកជាមួយទ្វារបើកបញ្ច្រាសដោយទៅនឹងរថយន្ត SUV កម្ពស់របស់ពិភពលោកផងដែរចំពោះតម្លៃនៅទីផ្សារបរទេសរថយន្តនេះមានតម្លៃចន្លោះពី40,000តែ50,000ដុល្លាររថយន្តទី5 Ferrari Monza SP1 SP1 គឺជារថយន្តស្ពណ៌អត់ដំបូងនិងអត់មានកញ្ចក់នៅផ្នែកខាងមុខដែលផលិតមកជាមួយចំនួនកំណត់ត្រឹមតែ499គ្រឿងប៉ុណ្ណោះសម្រាប់កម្រិតសមត្ថភាពវិញរថយន្តនេះបានប្រើប្រាស់ម៉ាស៊ីនចំណុះ6 Check 5 លីត្រ V12 អាចផលិតកម្លាំងបាន310សេសនិងផ្ដល់ជូនបទពិសោធន៍បើកបរដោយរថយន្ត Formula 1សម្រាប់តម្លៃវិញ Ferrari SP1 នេះមានតម្លៃ 1.8 លានដុល្លាររថយន្តទី6 McLaren Speedtail គឺជារថយន្ត Hypercar GT ផលិតឡើងក្នុងចំនួនកំណត់តែ106គ្រឿងប៉ុណ្ណោះចំពោះតម្លៃវិញ McLaren Speedtail នេះមានតម្លៃចន្លោះពី 2.2 លានដុល្លារទៅ3លានដុល្លារ